ประเทศสมาคมสัมปนភាពអ្នកសារព័ត៌មានក្នុងសន្តិភាពអញ្ជើញសំណេះសំណាលណែនាំតម្រង់ទិសនិងផ្ដល់អំណោយជូនស្ត្រីចាងវាងចៅកំសត់ដែលទៅមានសេរីភាពឡើងវិញនំពេញលោកបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខណែនាំតម្រង់ទិសនិងផ្ដល់អំណោយមនុស្សធម៌ជូនលោកស្រីធីសុផលចាងវាងគេហទំព័រអត្រាសម្លេងចៅកំសត់និងកូនប្រុសស្រីដែលទៅមានសេរីភាពពីការខិតខ្លួននៅខេត្តកំពតក្នុងឱកាសនោះលោកស្រីធីសុផលបានរៀបរាប់ហេតុការណ៍ដែលឈានដល់ការខិតខ្លួនលោកស្រីនៅខេត្តកំពតជូនលោកបណ្ឌិតប្រធានបានជ្រាបហើយបានថ្លែងអំណរគុណនិងគោរពជូនពរលោកបណ្ឌិតប្រធានដែលបានយកចិត្តទុកដាក់តាមដាននិងជួយអន្តរាគមន៍ឲ្យមានសេរីភាពឡើងវិញលោកបណ្ឌិតប្រធានហែមប្រសើរបានផ្ដល់ការណែនាំបន្ថែមឲ្យលោកស្រីធីសុផលនិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ចូលរួមគ្នាផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាសមិទ្ធផលការអភិវឌ្ឍដែលជាផ្លែផ្កានៃសុខសន្តិភាពដោយកាត់បន្ថយការផ្សព្វផ្សាយភាពអវិជ្ជមាននានាដែលធ្វើឲ្យកម្ពុជាខូចមុខមាត់លើឆាកអន្តរជាតិដោយត្រូវប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងគោរពច្បាប់លិខិតបទកថាគតិយុត្តនានាជាធរមានទីបញ្ចប់លោកបណ្ឌិតប្រធានហែមប្រសើរនិងលោកថាំប៊ុនសុងបានប្រកាសអំណោយរបស់សមាគមជូនលោកស្រីធីសុផលរួមមានអង្ករ50គីឡូក្រាមមីពីកែសទឹកត្រីនិងទឹកស្អ៊ីវ4យួរត្រីខ2ដុំភួយចំនួន2និងថវិកាចំនួន$100